នេះជារបៀបដែលអ្នកតុបតែងម៉ាស៊ីន tuners បានរកឃើញចន្លោះមួយដើម្បីធ្វើឲ្យ Supra លឿនជាងមុនហើយវាចាប់ផ្ដើមត្រឹមតែការដោះចង្កៀងមុខមួយប៉ុណ្ណោះនៅទសវត្សរ៍ឆ្នាំ 1990 វប្បធម៌ប្រណាំងរថយន្តតាមដងផ្លូវនៅប្រទេសជប៉ុនកំពុងរីកចម្រើនយ៉ាងខ្លាំងហើយ Toyota Supra បានក្លាយជារថយន្តដែលអ្នកស្រឡាញ់ល្បឿនគ្រប់គ្នាចង់បានម៉ាស៊ីន 2JZ GTE របស់ Supra អាចទ្រាំទ្រសម្ពាធ Turbo Boost ខ្ពស់ខ្លាំងមិនគួរឲ្យជឿប៉ុន្តែការបង្កើន Boost កាន់តែច្រើនមានន័យថាម៉ាស៊ីនត្រូវការខ្យល់ត្រជាក់កាន់តែច្រើនដើម្បីរក្សាប្រសិទ្ធភាពនិងសីតុណ្ហភាពឲ្យស្ថិតក្នុងកម្រិតល្អពេលនោះអ្នកប្រណាំងបានរកឃើញល្បិចមួយពួកគេគ្រាន់តែដោះចង្កៀងមុខម្ខាងចេញហើយរុនទំនេរនោះបានក្លាយជាផ្លូវឲ្យខ្យល់ចូលដោយផ្ទាល់ទៅកាន់ប្រព័ន្ធ Turbo លទ្ធផលគឺខ្យល់ចូលបានរលូនជាងមុនខ្យល់ត្រជាក់ជាងមុនការឆេះឥន្ធនៈមានប្រសិទ្ធភាពជាងមុនកម្លាំងម៉ាស៊ីនបញ្ជូនបានល្អជាងមុននិងអាចទទួលបានកម្លាំងសេះ horsepower បន្ថែមអ្វីដែលគួរឲ្យចាប់អារម្មណ៍គឺការកែប្រែនេះមិនត្រូវការចំណាយថ្លៃលើគ្រឿងបន្លាស់ថ្មីៗមិនចាំបាច់រង់ចាំការដឹកជញ្ជូនអ្វីឡើយគ្រាន់តែដោះចង្កៀងមុខមួយចេញក៏អាចជួយឲ្យម៉ាស៊ីនដកដង្ហើមបានល្អជាងការតម្លើងគ្រឿងបន្ថែម bolt-on upgrade មួយចំនួនទៅទៀតសម្រាប់អ្នកលេង Supra នៅសម័យនោះ Headlight Intake បានក្លាយជាល្បិចដ៏ល្បីមួយព្រោះវាសាមញ្ញថោកនិងអាចផ្ដល់អត្ថប្រយោជន៍ពិតប្រាកដនៅពេលប្រណាំងចំណាំវិធីនេះត្រូវបានប្រើជាចម្បងលើរថយន្តកម្លាំងឬរថយន្តដែលបើកបរនៅទីលានបិទជិតសម្រាប់ការប្រើប្រាស់លើផ្លូវសាធារណៈការដោះចង្កៀងមុខអាចខុសច្បាប់និងប៉ះពាល់ដល់សុវត្ថិភាពនៃការបើកបរខគឺ